ប្អូនជាមិត្តម្នាក់ម្នាក់សុទ្ធតែសំខាន់ជាចំណែកនៃជីវិតពួកយើងស្រឡាញ់រាល់គ្នារហូតពួកយើងពិតមានសំណាងដែលពួកយើងបានស្គាល់គ្នាក្នុងនាមជាបងជាប្អូនជាមិត្ត